ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះកាន់ស្រីកាជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញខាងDepartmentប្រវត្តិវិទ្យានេះទាំងអស់នេះគឺជាវីដេអូអត្ថបទស្រាវជ្រាវនៃប្រាសាទភ្នំបាដែលក្រុមនាងខ្ញុំបានធ្វើឡើងនៅក្នុងមុខវិជ្ជាប្រវត្តិសិល្បៈខ្មែរដែលបង្រៀនដោយលោកគ្រូលេងស៊ីរ៉ង់នៅក្នុងអត្ថបទស្រាវជ្រាវនេះដែរក្រុមនាងខ្ញុំមានសមាជិកចុងអស់ចំនួន6នាក់ដែលទី1គឺមានឈ្មោះថាគ្រីលៀងជីងបកស្រាយនៅចំណុចទីតាំងភូមិសាស្ត្រនិងសិលាចារឹកទី2គឺឈិនគឹមឡាយបកស្រាយចំណុចប្រវត្តិប្រាសាទសាងសង់នៅឆ្នាំណាដោយស្ដេចអង្គណានិងឧទ្ទិសដល់អ្នកណាទី3គឺលេងសំណាងដែលបកស្រាយអំពីចំណុចប្លង់ប្រាសាទនិងរចនាបថចំណែកទី4គឺថងចន្ទថាបកស្រាយនៅចំណុចសិល្បៈផ្តែរហោជាងសសរពេជ្រនិងបដិមានិងទី5ខេមស្រីនាថទេវកថាជំនឿសាសនាការចុះបញ្ជីក្នុងបេតិកភណ្ឌចំណែកដល់ទី6គឺការស្រាយការណ៍ដែលនាងខ្ញុំផ្ទាល់ដែលមានតួនាទីបូកសរុបរួមទាំងអស់នៃការបកស្រាយរបស់មិត្តរួមក្រុមរបស់ខ្ញុំជាបន្ទាប់នេះសូមអ្នកទាំងអស់គ្នារីករាយក្នុងការស្ដាប់នៃការបកស្រាយនៃអត្ថបទស្រាវជ្រាវនៃប្រាសាទភ្នំដារបស់ក្រុមនាងខ្ញុំផ្ទាល់សូមអរគុណជាដំបូងខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីដល់មិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះគ្រីលីងជីងដែលមកពីសមាជិករបស់ក្រុមទី5ដែលថ្ងៃនេះក្រុមរបស់ខ្ញុំបាទមកបង្ហាញអំពីប្រធានបទមួយដែលទាក់ទងនឹងប្រាសាទភ្នំដាដែលជាដំបូងចំណុចរបស់ខ្ញុំនោះគឺនិយាយអំពីទីតាំងភូមិសាស្ត្ររបស់ប្រាសាទភ្នំដាប្រាសាទភ្នំដាមានទីតាំងស្ថិតនៅភូមិព្រៃតាផឃុំគោកថ្លុកស្រុកអង្គរបូរីខាងកើតនៅក្នុងទីក្រុងខេត្តតាកែវផ្ទាល់ដែលទីតាំងភូមិសាស្ត្រនេះគឺជាកន្លែងដែលមានទឹកលិច6ខែនិងគោក6ខែបើសិនជាយើងធ្វើដំណើរពីភ្នំពេញទៅគឺមានចម្ងាយ102គីឡូម៉ែត្រនិង24គីឡូម៉ែត្រពីទីក្រុងខេត្តតាកែវទៅព្រមទាំងក៏ជាកន្លែងដ៏សំខាន់មួយនៅក្នុងស្រុកអង្គរបូរីនិងជាប្រាសាទដែលសំខាន់មួយនៅក្នុងតំបន់ប្រាសាទបុរាណជាច្រើនទៀតហើយភ្នំដាក៏ជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរយ៉ាងពេញនិយមដែរព្រោះជាប្រាសាទមួយដែលបានសាងសង់នៅលើកំពូលភ្នំតូចមួយដែលនៅខាងត្បូងនៃប្រទេសកម្ពុជាដែលកសាងនៅសតវត្សទី6ដោយព្រះបាទរុទ្រវរ្ម័នដោយប្រាសាទក៏ធ្វើឡើងអំពីថ្មបាយក្រៀមប្រាសាទភ្នំដាជាអតីតធានីដំបូងរបស់ខ្មែរផងដែរដែលកសាងនៅលើកំពូលភ្នំដាដែលមានកម្ពស់ប្រហែលជា40ម៉ែត្រហើយបែរមុខទៅទិសខាងជើងដែលសំដៅទៅរករាជធានីនគរភ្នំហើយប្រាសាទនេះដែរក៏បានសាងសង់នៅក្នុងកម្ពស់ត្រឹមតែ18ម៉ែត្រប៉ុណ្ណោះសរុបមកទាំងនេះគឺជាទីតាំងភូមិសាស្ត្ររបស់ប្រាសាទភ្នំដាចំពោះចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមប្រកួតទូនីតិបន្ទាប់ទៅកាន់សមាជិករួមក្រុមខ្ញុំបន្តទៀតគឺឈុនកំឡាយដែលនិយាយអំពីប្រវត្តិរបស់សាលាចារឹកនិងប្រវត្តិរបស់ភ្នំដាជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះឆឹងគឹមឡាយជាសមាជិកម្នាក់នៅក្នុងក្រុមទី6នៃថ្នាក់1ដែលឡើងមកនិយាយបន្ទាប់ពីលៀងជីងគឺចំណុចទី2ដែលនិយាយអំពីប្រវត្តិសិលាចារឹកសាងសង់នៅពេលណាដោយអ្នកណាហើយឧទ្ទិសដល់ទេពណាសិលាចារឹកភ្នំដាកាលលេខ549សិលាចារឹកនឹងគឺគ្មានការចោះកាលបដិឆេទទេក៏ប៉ុន្តែប្រហែលនៅសតវត្សទី6គឺបានរៀបរាប់ពីព្រះបាទរុទ្រវរ្ម័ននិងមានឈ្មោះព្រះវិស្ណុមួយចំនួនដែលត្រូវបានគេរកឃើញនៅក្នុងល្អាងជុំវិញភ្នំដាហើយសិលាចារឹកនឹងគឺជាសិលាចារឹកដែលចាស់ជាងគេដែលគេសរសេរជាភាសាខ្មែរគឺសិលាចារឹកអង្គរបូរីកាលលេខ600ដែលមានការបរិច្ឆេទនៅក្នុងឆ្នាំ611យើងដឹងហើយថាប្រាសាទភ្នំដាគឺស្ថាបនាឡើងនៅលើភ្នំតូចមួយនៅក្នុងសតវត្សទី6ប្រហែលដោយព្រះមហាក្សត្រខ្មែរដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោកមីព្រីណូជាបុរាណវិទូជាជនជាតិបារាំងប្រាសាទនេះធ្វើអំពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់ពុំមានកំពែងព័ទ្ធជុំវិញទេហើយបែរមុខទៅទិសខាងជើងកំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំចំណែកឯផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់បែកជាពីរផ្នែកនិងមួយផ្នែកទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទុំនៅលើនាគអានន្ទ
តាមរយៈលោកប្រាក់សវណ្ណារាដែលជាអ្នកបុរាណវិទូជនជាតិខ្មែរមកពីក្រសួងវិចិត្រសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវថាប្រាសាទភ្នំដាគឺជាប្រាសាទដែលស្ថាបនាឡើងជាលើកទី2ទៅលើប្រាង្គប្រាសាទចាស់ដែលប្រាសាទចាស់ពីមុនសាងសង់អំពីឥដ្ឋហើយប្រាសាទនាពេលបច្ចុប្បន្នជាប្រាសាទកសាងនៅសម័យអង្គរដែលកសាងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរនៅសតវត្សទី11ចំណែកឯផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ពីប្រាសាទចាស់ដែលយកមកកែច្នៃឡើងវិញនៅក្នុងរោងមានការតម្កល់នៅសេវលឹងនិងជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវៈនៅក្នុងព្រហ្មញ្ញសាសនាអញ្ចឹងចំណុចរបស់ខ្ញុំគឺត្រូវបានបញ្ចប់នៅត្រឹមនេះសូមបុគ្គលតួនាទីទៅមករួមក្រុមរបស់ខ្ញុំបន្តទៀតគឺនិយាយអំពីចំណុចទី3គឺប្លង់ប្រាសាទនិងរចនាបថចូលមកដល់ចំណុចបន្ទាប់ដែលនិយាយអំពីប្លង់ប្រាសាទនិងរចនាបថចំពោះប្រាសាទភ្នំដាធ្វើអំពីថ្មបាយក្រៀមឥដ្ឋនិងថ្មភក់ពុំមានកំពែងព័ទ្ធជុំវិញទេហើយបែរមុខទៅទិសខាងជើងហើយកម្ពស់ប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំប្រាសាទភ្នំដាមានរាងការ៉េដែលមានទំហំ12ម៉ែត្រគុណនឹង12ម៉ែត្រហើយមានកម្ពស់18ម៉ែត្រមានទ្វារ4ទ្វារប៉ិតមានចំនួន1នៅទិសខាងជើងហើយប្រាសាទភ្នំដាមានទ្វារចូលនៅខាងជើងនិងអមសងខាងដោយទ្វារបញ្ឆោត3ទៀតនៅទិសខាងកើតខាងលិចនិងខាងត្បូងចូលមកដល់រចនាបថប្រាសាទភ្នំដានៅតាមចង្កេះភ្នំមានរូងភ្នំសម្បត្តិនិមិត្តចំនួន5ដែលបង្ហាញពីរចនាបថកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងរចនាបថរបស់ប្រទេសឥណ្ឌាដោយរូងភ្នំទាំងនោះមានឈ្មោះថារូងភ្នំប្រាសាទដុលប្រាសាទដុលជាប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរដែលបានលុងភ្នំធ្វើជាប្រាសាទនានានាសម័យអាណាចក្រភ្នំដែលជាប្រាសាទកសាងឡើងរាងប្រាសាទឥដ្ឋនិងថ្មហើយនៅភាគនិរតីនៃប្រាសាទប្រហែល300ម៉ែត្រមានប្រាសាទមួយទៀតដែលបានស្ថាបនាឡើងអំពីថ្មបាសាល់ដែលថ្មនេះភាគច្រើនមានតែនៅក្នុងខេត្តក្រចេះនិងខេត្តកំពង់ចាមដែលសម្បូរប្រាសាទមានលក្ខណៈ2ជាន់បែរមុខទៅទិសខាងជើងមានទ្វារ2និងបង្អួច5តាមរចនាបថបែបឥណ្ឌាដែលមានឈ្មោះថាអាស្រមមហាឥសីនៅខាងបង្អួចមានរូងបង្ហូរទឹកមួយដែលហៅថាសោមសូត្រឬសោមាត្រាជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះថងចន្ទថាដែលជាសមាជិកនៃក្រុមទី5ថ្នាក់ E1 ដែលឡើងមកនិយាយបន្ទាប់ពីលេខសំណាងគឺចំណុចទី4សិល្បៈហាមជាងសសរពេជ្រផ្ដែនិងបដិមាតាមរយៈស្ថាបត្យកម្មនិងគ្រឿងលម្អគេអាចកំណត់បានថាប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សទី12នៃគ្រិស្តសករាជឬមុននេះបន្តិចដោយមានគ្រឹះប្រាសាទដើមលេដែលស្ថាបនានៅសម័យនគរភ្នំរវាងចុងសតវត្សទី6និងដើមសតវត្សទី7នៃគ្រិស្តសករាជប្រាសាទភ្នំដាមានលក្ខណៈស្ថាបត្យកម្មនិងសិល្បៈប្រហាក់ប្រហែលប្រាសាទត្រាវខេត្តសៀមរាបនិងប្រាសាទ
កោខ្វិតស្រុកបាធាយខេត្តកំពង់ចាមហៅជាងមានរចនាបថនៅក្នុងឃ្លាំងបាពួនចំណែកឯសសរពេជ្រនៅសមួយនិងនៅមួយចំហៀងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីម៉ែនក្នុងប្រទេសបារាំងសសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរសតវត្សទី11ផ្តែរនៅប្រាសាទភ្នំដាមានចំនួន2ដែលផ្តែរនៅក្នុងប្រាសាទមួយចំហៀងដែលនៅសល់គឺនិយាយពីរឿងកុសមុទ្រទឹកដោះដឹងផ្តែរដដែលមួយចំហៀងទៀតត្រូវបានបារាំងយកទៅតម្កល់ទុកនៅសារមន្ទីរគីម៉ែប្រទេសបារាំងចំណែកផ្តែរមួយទៀតដែលនិយាយពីរឿងព្រះវិស្ណុផ្ទុំលើអវតារត្រូវបានយកទៅតម្កល់នៅក្នុងសារមន្ទីរអង្គរបុរីខេត្តតាកែវម្យ៉ាងទៀតផ្តែរមានជារឿងកុសមុទ្រទឹកដោះរបស់ប្រាសាទថ្មីដែលកសាងនៅសតវត្សទី11ចំណែកផ្តែរដែលមានជារឿងព្រះវិស្ណុផ្ទុំលើអវតារជាផ្តែរប្រាសាទចាស់ដែលសតវត្សទី6ហើយផតតាំងហង្សបដិមាគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការបង្ហាញពីនិរន្តរភាពនៃការគោរពដ៏ប្រណិតខាងនិកាយព្រះរាមតាំងពីសម័យមុនអង្គរមកនោះគឺការរកឃើញនៅបល្ល័ង្កព្រមជាមួយបដិមាព្រះនរាយណ៍មានព្រះហស្ថ8កម្ពស់2.70 ម៉ែត្រជាមួយបដិមា2ផ្សេងទៀតដែលសុទ្ធសឹងស្ថិតក្នុងរចនាបថភ្នំដាពីសតវត្សទី5ដល់ទី6ហើយសប្តាហ៍ថ្ងៃត្រូវបានគេតាំងនិងបង្ហាញនៅសារមន្ទីរជាតិនៃរាជធានីភ្នំពេញចំពោះចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមបន្តទូនាទីទៅមិត្តរួមក្រុមខ្ញុំបន្តនៅចំណុចទី5ទេវកថាជំនឿសាសនាការចោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះខែមស្រីនិតមកពីថ្នាក់ A1 នៃក្រុមទី5ដែលខ្ញុំនិយាយតពីមិត្តរួមក្រុមគឺជំនឿសាសនានិងការចុះបញ្ជីបេតិកភណ្ឌពិភពលោកចា៎ចំពោះប្រាសាទភ្នំដាគឺជាប្រាសាទអតីតទឹកដីនៃសម័យនគរភ្នំដែលមានវ័យចំណាស់ហើយមានទីតាំងស្ថិតនៅខេត្តតាកែវស្រុកអង្គរបុរីការដាក់បញ្ចូលប្រាសាទភ្នំដានៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដែលបានរៀបចំស្ថាននាពេលឆាប់ៗនេះហើយប្រាសាទភ្នំដាជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែងដែលស្ថិតនៅខាងកើតនៃទីរួមខេត្តតាកែវបន្ថែមពីនេះទៀតដើម្បីអាចបញ្ចូលប្រាសាទភ្នំដាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការ UNESCO បានកម្ពុជាត្រូវបង្ហាញពិភពលោកថាប្រាសាទភ្នំដាមានតម្លៃលេចធ្លោជាសកលហើយប្រាសាទភ្នំដាត្រូវបានកសាងឡើងដើម្បីថ្វាយព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយគឺរបស់ពូណនហើយពាក្យភ្នំដានេះក៏ជាឈ្មោះសិល្បករខ្មែរដំបូងផងដែរជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះខែមស្រីនិតមកពីថ្នាក់ A1 នៃក្រុមទី5ដែលខ្ញុំនិយាយតពីមិត្តរួមក្រុមគឺជំនឿសាសនានិងការចុះបញ្ជីបេតិកភណ្ឌពិភពលោកចា៎ចំពោះប្រាសាទភ្នំដាគឺជាប្រាសាទអតីតទឹកដីនៃសម័យនគរភ្នំដែលមានវ័យចំណាស់ហើយមានទីតាំងស្ថិតនៅខេត្តតាកែវស្រុកអង្គរបុរីការដាក់បញ្ចូលប្រាសាទភ្នំដានៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដែលបានរៀបចំស្ថាននាពេលឆាប់ៗនេះហើយប្រាសាទភ្នំដាជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែងដែលស្ថិតនៅខាងកើតនៃទីរួមខេត្តតាកែវបន្ថែមពីនេះទៀតដើម្បីអាចបញ្ចូលប្រាសាទភ្នំដាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការ UNESCO បានកម្ពុជាត្រូវបង្ហាញពិភពលោកថាប្រាសាទភ្នំដាមានតម្លៃលេចធ្លោជាសកលហើយប្រាសាទភ្នំដាត្រូវបានកសាងឡើងដើម្បីថ្វាយព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយគឺរបស់ពូណនហើយពាក្យភ្នំដានេះក៏ជាឈ្មោះសិល្បករខ្មែរដំបូងផងដែរជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះខែមស្រីនិតមកពីថ្នាក់ A1 នៃក្រុមទី5ដែលខ្ញុំនិយាយតពីមិត្តរួមក្រុមគឺជំនឿសាសនានិងការចុះបញ្ជីបេតិកភណ្ឌពិភពលោកចា៎ចំពោះប្រាសាទភ្នំដាគឺជាប្រាសាទអតីតទឹកដីនៃសម័យនគរភ្នំដែលមានវ័យចំណាស់ហើយមានទីតាំងស្ថិតនៅខេត្តតាកែវស្រុកអង្គរបុរីការដាក់បញ្ចូលប្រាសាទភ្នំដានៅក្នុងបញ្ជីប
បេតិកភណ្ឌវប្បធម៌ពិភពលោកដែលបានរៀបចំស្នានាពេលឆាប់ៗនេះហើយប្រាសាទភ្នំដាជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែងដែលស្ថិតនៅខាងកើតនៃទីរួមខេត្តតាកែវបន្ថែមពីនេះទៀតដើម្បីអាចបញ្ចូលប្រាសាទភ្នំដាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការ UNESCO បានកម្ពុជាត្រូវបង្ហាញពិភពលោកថាប្រាសាទភ្នំដាមានតម្លៃលេចធ្លោជាសកលហើយប្រាសាទភ្នំដាត្រូវបានកសាងឡើងដើម្បីថ្វាយព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ពួកនោមហើយពាក្យភ្នំដានេះក៏ជាឈ្មោះសិល្បករខ្មែរដំបូងផងដែរជាដំបូងនាងខ្ញុំឈ្មោះកាំងស្រីកាជាសមាជិកក្រុមទី5ដែលនាងខ្ញុំលើកយករចនាបថភ្នំដាដែលស្ថិតនៅខេត្តតាកែវដែលនាងខ្ញុំត្រូវបកស្រាយត្រង់ចំណុចសរុបសេចក្តីនិយាយជារួមយើងដឹងហើយថាប្រាសាទភ្នំដាមានទីតាំងស្ថិតនៅឃុំព្រៃផ្ទោស្រុកអង្គរបូរីខេត្តតាកែវត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន514ដល់549ក្នុងចន្លោះឆ្នាំ514និង600នៃគ្រិស្តសករាជហើយនៅក្នុងវីដេអូនេះនាងខ្ញុំនឹងមិត្តរួមក្រុមទាំងអស់គ្នាបានលើកយកទីតាំងប្រវត្តិសាស្ត្រប្រវត្តិសិល្បៈចារឹកប្លង់ប្រាសាទសិល្បៈផ្ដែហើយជាងបដិមាយកមកបកស្រាយក៏ទាំងអស់គ្នាបានយកមកបកស្រាយយ៉ាងក្បោះក្បាយទៅតាមចំណុចរៀងខ្លួនហើយនៅក្នុងនោះខ្ញុំគ្រាន់តែចង់បន្ថែមនៅពេលដែលយើងឡើងទៅដល់កំពូលភ្នំដាដែលជាទីតាំងប្រាសាទភ្នំដាយើងឃើញមានទេសភាពដ៏ស្រស់បំព្រងនៅជុំវិញយើងហើយជាអតីតព្រះរាជធានីខ្មែរអង្គរបូរីវិជាធបុរៈស្ថិតនៅចំពីមុខធម្មជាតិខៀវខ្ចីនៃរុក្ខជាតិគួបផ្សំនឹងអាកាសធាតុល្អបរិសុទ្ធផងនោះធ្វើឲ្យមនុស្សយើងភ្លេចអស់នៅរាល់ទុក្ខកង្វល់ព្រួយដោយមានអារម្មណ៍រីករាយជ្រះថ្លាសប្បាយចិត្តផងដែរប្រាសាទនេះក៏មានទីតាំងល្អសម្រាប់យើងសម្រាកលំហែកាយផងដែរជារួមប្រាសាទភ្នំដាមិនត្រឹមតែជាកន្លែងប្រវត្តិសាស្ត្រទេក៏ជាកន្លែងទីកម្សាន្តផងដែរហើយយើងជាអ្នកសិក្សាប្រវត្តិសាស្ត្រសិល្បៈគួរណាទៅប្រាសាទភ្នំដាឲ្យបានម្ដងដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិប្រាសាទសិលាចារឹកប្រវត្តិសិល្បៈផ្ដែហើយជាងនៅទីនោះជាដើមជាចុងក្រោយនាងខ្ញុំសូមអរគុណដល់លោកគ្រូលេងស៊ីរ៉ង់ដែលបានតែងតែពន្យល់អំពីសិល្បៈនិងចម្លាក់ដល់កូនសិស្សទាំងអស់គ្នាយ៉ាងក្បោះក្បាយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់